ជំរាបសួរបាទថ្ងៃនេះផងដែរ SMS brand name របស់យើងពួកយើងនឹងខ្ញុំនឹងបង្ហាញអ្នកនរគ្នាតាក់ទងជាមួយនឹងការផ្ញើសារជាលក្ខណៈ customer care ប៉ុន្តែលើកវគ្គនេះគឺយើងនឹងផ្ញើសារជាលក្ខណៈបែរជាក្រុមបាទអញ្ចឹងឧទាហរណ៍នៅពេលអ្នកនរគ្នាចង់ផ្ញើសារទីមួយគឺតម្រូវអ្នកនរគ្នាចូលមកកន្លែង manage contact ជ្រើសពាក្យថា manage contact នេះក្នុងនេះផងដែរអ្នកនរគ្នាឃើញថាគឺយើងមានក្រុមពីរនេះគឺជាក្រុម test ដែលខ្ញុំបានបង្កើតអញ្ចឹងអានេះគឺក្រុម test ផងដែរគឺមានឈ្មោះខ្ញុំចឹងបើសិនជាយើងចង់ផ្ញើជាលក្ខជាក្រុមយើងត្រូវ add លេខទូរស័ព្ទចូលឧទាហរណ៍ថា855 97 52បាទឈ្មោះ page ហើយកន្លែងនេះរាល់ចំណុចក្រហមទាំងអស់គឺយើងត្រូវតែបំពេញក្នុងនេះផងដែរគឺគេចង់ឲ្យយើងបញ្ជាក់ថាយើងត្រូវតែ add ចូលក្រុមតើលេខដែលយើង add ហ្នឹងវាស្ថិតនៅក្រុមមួយណាអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បាញ់សារទៅឲ្យក្រុមរបស់ខ្ញុំនៅក្នុងផ្នែកone floor បាទកូដនេះយើងមិនដាក់ក៏បានដែរ description មិនដាក់ក៏បានហើយយើងចុច save format not correct បាទអញ្ចឹងនេះគឺយើងបាន add រួចហើយជាលក្ខណៈជា group បន្ទាប់មកគឺយើងចូលនៅកន្លែងcustomer create a new program រួចហើយចូលមកពាក្យថា customer care នេះ from contact នៅកន្លែងនេះគឺយើងអាចធ្វើការចុចបន្ទាប់ទៀតគឺ create a new program នេះគឺយើងរើសប្រភេទនៃ brand name របស់យើងតើ brand name យើងចង់បាញ់សារទៅជាឈ្មោះចេញទៅជា brand name អីនៅក្នុង department បាទនេះគឺថ្ងៃដែលយើងបាញ់សារទៅនេះជា content ខ្ញុំឧទាហរណ៍កន្លែង Unicode message alone នេះគឺដូចគ្នាបើសិនជា content របស់យើងជាអក្សរខ្មែរយើងត្រូវគ្លីកកន្លែងហ្នឹង mail ហើយនេះមានថាខ្ញុំ select ជាលក្ខណៈជាក្រុមអញ្ចឹងចំណុចត្រង់នេះមានថាក្នុងក្រុមនេះខ្ញុំបាន add រួចហើយតើក្នុងក្រុមនេះមានលេខមួយណាដែលគាត់នឹងទទួលបានសារនៅក្នុង customer care យើងអញ្ចឹងឧទាហរណ៍ថាសប្តាហ៍ថ្ងៃបើសិនជាអ្នកក្រុមហ៊ុនទាំងអស់គ្នាចង់បាញ់សារទៅឲ្យតែខាងផ្នែក finance ទេអញ្ចឹងក្នុងក្រុម finance ហ្នឹងមានលេខនរណាគេខ្លះដែលជាបុគ្គលិកខាង finance អញ្ចឹងយើងរៀបចំវាជាក្រុមទៅនៅពេលយើងចុចបាញ់ទៅគឺមានតែក្រុម finance ដែលគាត់ទទួលបានសារមួយហ្នឹងកន្លែងនេះគឺមានពីរយើងអាចចុច save សិនអត់តបាញ់ឬក៏យើងអាចចុចពាក្យ save and send save and send គឺថាក្នុងរយៈពេលតែ5នាទីអីគឺសារចាប់បានបាញ់ចេញទៅហើយចំណុចដល់នេះវាពិសេសត្រង់ថាសារនេះគឺមិនបាច់ត្រូវការមាន admin គាត់ approve ទេយើងចុច save and send គឺសារចាប់បានបាញ់ចេញទៅបាទអញ្ចឹងចំពោះវគ្គនេះផងដែរគឺសូមបញ្ចប់សូមអរគុណ